បាទជំរាបសួរបាទសូមចែកម្លែកតកតងនឹងដើមទុនកន្លងមកយើងទាំងអស់គ្នាយល់ថាដើមទុនហ្នឹងគឺជាលុយតាមពិតដើមទុនមែនតែនមិនមែនមានតែលុយទេលុយសម្រាប់តែយើងធ្វើអាជីវកម្មឯងទិញដូរអីធ្វើអីមួយអញ្ចឹងណាការវិនិយោគជាពិសេសតែទុនមួយទៀតដែលសំខាន់ជាងលុយទៅទៀតនោះគឺទុនខាងក្នុងអានឹងមើលអត់ឃើញទេមកនៅខាងក្នុងវាដូចជាសិលភាពត្រឹមត្រូវរបស់យើងភាពសុចរិតសច្ចភាពយុត្តិធម៌ភាពស្មោះត្រង់របស់យើងអីជាដើមហ្នឹងគឺជាទុនសំខាន់ណាស់ការលះបង់របស់យើងអីជាដើមហ្នឹងសិតតែសំខាន់ណាស់ដែលបើសិនយើងបុគ្គលបែបហ្នឹងយើងមានលុយមកល្មមប៉ុន្តែបើមានទុនខាងក្នុងច្រើនគឺយើងល្អបាទល្អថ្លៃថ្នូរមានដំណភាពបាទ